លោកគ្រូនៅក្នុងករណីដែលអ្នកជំងឺទឹកនោមផ្អែមមិនបានធ្វើការព្យាបាលត្រឹមត្រូវតើគាត់នៅមានផលប៉ះពាល់អីខ្លះពីជំងឺនេះអូខេចំណុចហ្នឹងគឺចំណុចដែលសំខាន់មែនទែនអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាទទួលការព្យាបាលជំងឺទឹកនោមផ្អែមរបស់បងប្អូនជាមួយនឹងគ្រូពេទ្យឲ្យបានត្រឹមត្រូវបើសិនជាយើងព្យាបាលមិនបានល្អត្រឹមត្រូវនោះទេផលវិបាកនៃការកើតជំងឺទឹកនោមផ្អែមនឹងអាចនឹងកើតមានប៉ះពាល់ទៅដល់តាក់ទងជាមួយនឹងផ្លូវចិត្តអាចកើតមាន depression ការជំងឺថប់បារម្ភទូទៅប៉ះពាល់ជាមួយនឹងភ្នែកធ្វើឲ្យគាត់មានបញ្ហាស្វាំងឬមួយក៏ធ្លាក់កំហើញអាចឈានចូលដល់រងាត់ភ្នែកប៉ះពាល់ទៅលើបេះដូងអាចកើតទៅដល់ស្ទះសាច់ឈាមបេះដូងអាចធ្វើឲ្យខ្សោយបេះដូងអាចធ្វើឲ្យមានលើសសម្ពាធឈាមផងដែរបាទខណៈដែលមានជំងឺទឹកនោមផ្អែមហើយមានលើសសម្ពាធឈាមគឺប៉ះពាល់ទៅលើតម្ងនោមទៀតហើយអញ្ចឹងបើសិនជាយើងគ្រប់គ្រងអត់បានល្អតម្ងនោមរបស់យើងចាប់ផ្ដើមខ្សោយខូចយូរទៅអាចឈានចូលដល់លាងឈាមបាទហើយពាក់ព័ន្ធជាមួយនឹងសរសៃប្រសាទវិញ្ញាណនៅចុងជាពិសេសជើងអញ្ចឹងហើយបើសិនជាយើង control មិនបានល្អធ្វើឲ្យមានស្ពឹកឈឺក្តៅកាហាយចាក់ដូចមជុលចាក់អីហូរហាអញ្ចឹងមកអាចប្រឈមជាមួយនឹងការកើតមានឲ្យជាតបៅហើយតបៅអត់ជាប្រឈមជាមួយនឹងការកាត់ជើងបាទហើយអីផ្សេងទៀតហ្នឹងគឺពាក់ព័ន្ធជាមួយនឹងស្ទះសរសៃឈាមខួរក្បាលដាច់សរសៃឈាមខួរក្បាលជំងឺចាស់វែងជំងឺភ្លេចភ្លាំងក៏អាចកើតមានឡើងដែរសម្រាប់អ្នកដែលព្យាបាលទឹកនោមផ្អែមឲ្យបានមិនបានត្រឹមត្រូវដែលចំណុចដែលសំខាន់នោះគឺប្រឈមជាមួយនឹងការបង្ករោគការឆ្លងរោគអីផ្សេងឧទាហរណ៍ជាក់ស្ដែងដោយការយើងកើត COVID អញ្ចឹងគឺកត្តាដែលប្រឈមជំងឺធ្ងន់ជាងគេគឺទៅលើអ្នកកើតជំងឺទឹកនោមផ្អែមនឹងហើយបាទនេះគឺជាចំណុចដែលសំខាន់បើសិនជាយើងព្យាបាលទឹកនោមផ្អែមមិនបានល្អអាចនឹងកើតមានផលវិបាកដូចរៀបរាប់ខាងលើមុនហ្នឹងបាទ